ម៉ាក់ប៉ាប៉ាណាខ្លះដែលមានកូនរើអាហាររៀងរកពេលដែលត្រូវកូនញ៉ាំបាយហ្នឹងដូចធ្វើសង្គ្រាមអញ្ចឹងកូនខ្ញុំឥឡូវដល់ដំណាក់កាលថ្មីមួយគឺទៅរៀនទាំងពីរនាក់បងប្អូនអញ្ចឹងអូនុឥឡូវចូលរៀនហើយទាំងពីរនាក់ហ្នឹងគឺនៅសាលាពេញមួយថ្ងៃតែម្ដងដែលធ្វើឲ្យខ្ញុំជាម្ដាយនេះនៅកន្លែងធ្វើការតែខួរក្បាលនៅទាំងកូននៅសាលាទេអង្គុយគិតគួយបាក់ចិត្តមិនមែនគិតរឿងកូនរៀនកូនអីហ្មងទេប៉ុន្តែខ្វល់បំផុតគឺរឿងញ៉ាំដោយសារតែអូនុរៀងពិបាកញ៉ាំអាហារអញ្ចឹងខ្ញុំបានពឹងសាលាឲ្យផ្ញើរូបមកឲ្យខ្ញុំមើលរហូតជាពិសេសម៉ោងបាយម៉ោងអាហារសម្រន់នេះហ្នឹងកូនខ្ញុំញ៉ាំបានប៉ុន្មានម៉ាត់អ្នកគ្រូបើញ៉ាំរៀងតិចពេកអ្នកគ្រូជួយអញ្ចេះបានអត់អូយខ្វល់ចិត្តខ្លាំងណាស់លោកព្រះហើយសូមបញ្ជាក់សិនថារឿងក្មេងពិបាកញ៉ាំនេះកើតឡើងច្រើនហើយកុំជឿខ្ញុំសូមឲ្យលោកប៉ាអ្នកម៉ាក់ដទៃទៀតជួយ comment ប្រាប់តិចមកថាតើកូនរបស់លោកប៉ាអ្នកម៉ាក់ទាំងអស់គ្នានឹងពិបាកញ៉ាំនៅអាយុប្រមាណហើយធ្វើមិនអីចឹងណាពីព្រោះថាវីដេអូនេះគឺមិនមែនគ្រាន់តែខ្ញុំអង្គុយចែកម្លែកទេគឺចង់បងប្អូនចែកម្លែកបទពិសោធន៍របស់អ្នកទាំងអស់គ្នាហើយខ្ញុំរំលឹកលោកប៉ាអ្នកម៉ាក់ថាកូនគេក៏ពិបាកដែរហ្នឹងគឺដើម្បីឲ្យយើងនេះរៀងធូរចិត្តបន្តិចកុំឲ្យយើងដាក់សម្ពាធលើខ្លួនឯងពេកអញ្ចឹងណាប៉ុន្តែមួយទៀតខ្ញុំចង់ប្រាប់ថាដោយសារតែក្មេងវិវត្តខុសគ្នាអញ្ចឹងការដែលគាត់ពិបាកញ៉ាំនៅអាយុប្រមាណហ្នឹងក៏រៀងខុសគ្នាដែរភាគច្រើនបើខ្ញុំសង្កេតលើកូនខ្ញុំទាំងពីរនាក់គាត់ចាប់ផ្ដើមរៀងពិបាកញ៉ាំរើអាហារឬក៏ដល់ដំណាក់កាលណាខ្លះមួយថ្ងៃពីរថ្ងៃណាខ្លះគឺអត់ញ៉ាំសោះហ្មងគឺដោយសារតែគាត់ចេះអីថ្មីដល់ពេលអញ្ចឹងគាត់រវល់ជាមួយនឹងអាថ្មីហ្នឹងឧទាហរណ៍អញ្ចឹងគាត់ចេះវាគាត់ចេះដើរគាត់ចេះរត់គាត់ចាប់ផ្ដើមចូលចិត្តលេង playground ឬអីចឹងអាខួរក្បាលគាត់វាវក់នឹងការលេងដែលធ្វើឲ្យគាត់អត់ចង់ញ៉ាំអាហារគាត់និយាយទៅមួយថ្ងៃហ្នឹងគឺគាត់ចង់តែលេងហ្មងអញ្ចឹងវាគាត់ថានៅពេលដែលគាត់មានអីថ្មីទៅគាត់រវល់អាហ្នឹងគាត់ភ្លេចរឿងអាហារអញ្ចឹងទៅអញ្ចឹងបានន័យថាគាត់ពិបាកញ៉ាំថ្ងៃហ្នឹងពិបាកញ៉ាំអាទិត្យហ្នឹងឬខែហ្នឹងមិនមែនបានន័យថាគាត់ពិបាកញ៉ាំអញ្ចឹងរហូតទេអញ្ចឹងនិយាយទាំងអស់ហ្នឹងគឺដើម្បីជួយសម្រាលផ្លូវចិត្តរបស់ម៉ាក់ប៉ាពីព្រោះខ្ញុំដឹងថាវាវេទនាចិត្តប៉ុណ្ណឹងយើងមើលឃើញបញ្ហាមកចែករំលែកវិញម្ដងថាតើយើងអាចធ្វើអីខ្លះដើម្បីជួយកូនយើងញ៉ាំអាហារជាទូទៅកូនយើងចាប់ផ្ដើមញ៉ាំអាហារនៅអាយុ6ខែជាទម្រង់បបរខាប់គ្រប់គ្រឿងបន្ថែមពីលើទឹកដោះម្ដាយឬក៏ទឹកដោះគោហើយពេលចាប់ផ្ដើមញ៉ាំដំបូងហ្នឹងកូនយើងភាគច្រើនញ៉ាំបានច្រើនជាពេលដែលយើងសប្បាយចិត្តប៉ុន្តែក្មេងមួយចំនួនតែ2 3ខែឈប់ញ៉ាំតែហ្មងដំណោះស្រាយនៅក្នុងដំណាក់កាលនេះគឺចម្រុះភាពនៃរសជាតិនិងទម្រង់អាហារយើងធ្វើម៉េចឲ្យអាហារមួយពេលហ្នឹងមានរសជាតិខុសគ្នាធ្វើអាហារ3ពេលឲ្យក្មេងមិនមែនជារឿងស្រួលទេបន្លែផ្លែឈើមានប្រហែលមុខហ្នឹងយើងលាយចុះលាយឡើងដើម្បីឲ្យបានឆ្លាស់បដូររសជាតិឲ្យកូនយើងហើយក៏ប៉ុន្តែលោកប៉ាអ្នកម៉ាក់មួយចំនួនក៏អត់មានពេលទេអញ្ចឹងគាត់ធ្វើពេលព្រឹកគាត់ទុកឲ្យកូនញ៉ាំទាំងព្រឹកថ្ងៃល្ងាចឬក៏អ្នកខ្លះទុកដល់2ថ្ងៃអីក៏ដាក់ទូទឹកកកហើយយកមកកដៅអីអញ្ចឹងណាពួកគាត់មានពេលណាដល់ពេលអញ្ចឹងទៅគឺកូនញ៉ាំរសជាតិដដែលហើយតែវាធុញគឺវាអត់ញ៉ាំទេហើយតែវាអត់ញ៉ាំតែយើងនឹងឯងពិបាកចិត្តអញ្ចឹងមានជំរឿមួយគឺលោកប៉ាអ្នកម៉ាក់នៅតែអាចធ្វើបបរខាប់គ្រប់គ្រឿងដោយផ្ទាល់ដៃឲ្យកូនញ៉ាំបានប៉ុន្តែឧទាហរណ៍ថាពេលព្រឹកកូនញ៉ាំបបរខាប់គ្រប់គ្រឿងដែលយើងធ្វើពេលថ្ងៃយើងអាចផ្លាស់ប្ដូរមកជាប្រភេទបបរឬក៏ផ្លែឈើកញ្ចប់ដើម្បីឲ្យកូនហ្នឹងគាត់មានរសជាតិរៀងប្លែកមាត់ឲ្យតែយើងជ្រើសរើស brand ដែលយើងទុកចិត្តមកពីកន្លែងដែលយើងទុកចិត្តអីខ្ញុំគិតថាហ្នឹងក៏ជាជំរឿមួយដើម្បីឲ្យកូនមានរសជាតិប្លែកមាត់ដែរម៉ាក់ប៉ាដែលចង់រកមើលបបរឬផ្លែឈើកញ្ចប់ខ្ញុំសូមណែនាំ Babs ដែល Babs នេះគឺជាផលិតផលរបស់ប្រទេសអូស្ត្រាលី 100% គាត់មានជាប្រភេទបបរកញ្ចប់ហើយនិងផ្លែឈើកញ្ចប់ផ្លែឈើហ្នឹងវាមានច្រើនរសជាតិទៀតអញ្ចឹងវាមានជំរឿច្រើនសម្រាប់កូនយើងណាមានចាប់ពីអាយុ6ខែឡើងទៅងាយស្រួលរកទិញយើងអាចទិញបាននៅតាមហាងលក់ទំនិញក្មេងៗឬក៏តាមផ្សារទំនើបឬក៏បើចង់ស្វែងយល់ព័ត៌មានបន្ថែមអីហ្នឹងអាចចូលទៅកាន់ទំព័រ Facebook page របស់គាត់បានគឺ Babs Cambodia Official Babs គឺជាអាហារ organic សម្រាប់ក្មេងដែលងាយស្រួលរៀបចំទុកដាក់ឲ្យកូនញ៉ាំជាពិសេសនៅពេលដែលប៉ាម៉ាក់ត្រូវធ្វើដំណើរយកកូនទៅជាមួយអីអញ្ចឹងណាវាងាយស្រួលប៉ាម៉ាក់ដាក់តាមខ្លួនវាមានសារធាតុចិញ្ចឹមល្អច្រើនដែលចាំបាច់សម្រាប់ក្មេងមិនត្រឹមតែអាហារហ្នឹងដែល organic ហើយល្អទេសូម្បីតែការវេចខ្ចប់កញ្ចប់របស់ Babs ទាំងអស់គឺ BPA free សូមបើកវងកញ្ចក់បន្តិច BPA free នេះគឺបានន័យថាវាមិនមានសារជាតិ BPA ដែលភាយចេញមកទេបើទោះបីជាវាត្រូវកម្ដៅក៏ដោយពីព្រោះថា BPA នេះគឺប៉ះពាល់មិនល្អទេសម្រាប់កូនអញ្ចឹងកញ្ចប់នេះគឺ BPA free អូខេក្រៅពីរសជាតិទៀតថាតើមានអីខ្លះទៀតដែលយើងអាចធ្វើបាននៅក្នុងដំណាក់កាលដែលកូនយើងនៅញ៉ាំបបរខាប់គ្រប់គ្រឿងបានន័យថាកូននៅអាយុក្រោម1ឆ្នាំសម្រាប់ទម្រង់អាហារវិញយើងអាចផ្លាស់ប្ដូរពីការកិនម៉ត់ហ្នឹងមកធ្វើជាលក្ខណៈ pancake ដែលជាលក្ខណៈដុំក៏ប៉ុន្តែវានៅតែទន់អញ្ចឹងហើយហ្នឹងយើងមើលតាមជាក់ស្ដែងថាតើកូនយើងគាត់ចេះតែពីចេះលាបប៉ុណ្ណាអញ្ចឹងនៅពេលដែលកូនយើងអាយុលើសពី1ឆ្នាំដែលគាត់ចាប់ផ្ដើមញ៉ាំអាហារទូទៅធម្មតាដូចអ្នកផ្ទះផ្សេងទៀតដែររឿងតិចនិចមួយដែលខ្ញុំឃើញថាដូចជាមានប្រសិទ្ធភាពគួរសមហ្នឹងគឺញ៉ាំមានគ្នាហើយញ៉ាំនៅតុអាហារហើយពួកយើងគួរតែព្យាយាមឲ្យកូនរៀនចេះញ៉ាំដោយខ្លួនឯងក៏ប៉ុន្តែដំណាក់កាលនេះគឺថាញ៉ាំអាហារបានច្រើនជារឿងសំខាន់អញ្ចឹងបើត្រូវបញ្ចុកក៏បញ្ចុកទៅក៏មានអារម្មណ៍ថាខុសអីគាត់ថាកូនខុសគ្នាដែរអញ្ចឹងណាអូននោះ
ឲ្យបិចុកគឺអត់ត្មងចូលចិត្តញ៉ាំខ្លួនឯងប៉ុន្តែអូនវិញបើសិនជាបិចុកញ៉ាំបានច្រើនជាងចិត្តសាស្ត្រក្មេងមួយដែលខ្ញុំទៅតែរៀនចេះពីគ្រូពេទ្យមកថ្មីនឹងដែរគឺក្មេងគាត់ចង់មានអារម្មណ៍ថាគាត់ធ្វើអីមួយបានសម្រេចអាហារក៏ដូចគ្នាដែរគាត់ចង់ឲ្យគាត់មានអារម្មណ៍ថាអូខ្ញុំធ្វើជោគជ័យខ្ញុំញ៉ាំអស់អីអញ្ចឹងណាអញ្ចឹងដើម្បីជួយគាត់គឺយើងជាឪពុកម្ដាយនេះគួរតែរៀបចំអាហារឲ្យកូននៅក្នុងបរិមាណតិចហើយនឹងតូចនៅពេលដែលគាត់ញ៉ាំអស់សុខចិត្តថែមតទៀតអញ្ចឹងជំនួសឲ្យការដែលយើងដាក់ម្ហូបឡើងច្រើនពីព្រោះគាត់នឹងមានអារម្មណ៍ថាអូយញ៉ាំអត់អស់ហើយខ្ជិលញ៉ាំមកឈប់ញ៉ាំហ្មងទៅហើយអាហាររបស់ក្មេងគួរតែកាត់ជាដុំឬជាចំណិតតូចដែលគាត់អាចដាក់មួយម៉ាត់ចូលទៅអស់តែម្ដងទាំងអស់ហ្នឹងគឺជាគន្លឹះសំខាន់មួយចំនួនដែលខ្ញុំមានតែពិតមានច្រើនជាងហ្នឹងទៀតបាទហ្នឹងសំខាន់ណាអញ្ចឹងសម្រាប់លោកប៉ាអ្នកម៉ាក់ដែលមានគន្លឹះអីផ្សេងទៀតសូមជួយចែករំលែកពីព្រោះថារឿងហ្នឹងគឺជារឿងតឹងទ្រូងខ្លាំងណាស់របស់ឪពុកម្ដាយយ៉ាងច្រើននាពេលបច្ចុប្បន្នហ្នឹងខ្ញុំគាត់តែចង់សូមបញ្ជាក់ថាក្មេងម្នាក់រៀងខុសគ្នាសម្រាប់កូនខ្ញុំទាំងពីរនាក់ហ្នឹងក៏មានលក្ខណៈខុសគ្នាដែរហើយទាំងពីរនាក់ហ្នឹងសិតតែពិបាកញ៉ាំប៉ុន្តែគាត់ថាដូចអូនវិនពិបាកញ៉ាំប្រហែលជា 4-5 ខែអូននោះពិបាកញ៉ាំចិត្តមួយឆ្នាំហើយអញ្ចឹងខ្ញុំក៏កំពុងតែតស៊ូដូចគ្នាដែរអញ្ចឹងបានថាមតិយោបល់របស់បងប្អូនទាំងអស់គ្នាពិតជារឿងសំខាន់មែនទែនគាត់ឲ្យខ្ញុំចង់ផ្ដាំថាអាការលំបាកហ្នឹងវាមិនមែនជារៀងរហូតទេអញ្ចឹងទោះបីជាកូនយើងអត់ញ៉ាំឬក៏ពិបាកញ៉ាំក៏ដោយរៀងរាល់ពេលដល់ពេលអាហារត្រូវតែទម្លាប់ឲ្យគាត់ញ៉ាំទោះបីយើងរៀបឲ្យគាត់បានតែ 2-3 ម៉ាត់ក៏ដោយកុំឲ្យថារៀបមិនញ៉ាំបានតែ 2-3 ម៉ាត់ដែរខ្ជិលហ្មងទៅឲ្យគាត់ញ៉ាំតែចំណីចំណុកតាមចិត្តរបស់គាត់អានឹងអត់បានទេពីព្រោះសុខភាពកូនជារឿងសំខាន់ហើយពេលដែលកូនយើងនៅទូចហ្នឹងឯងជាពេលដែលសំខាន់ជាងគេហ្នឹងឯងខ្ញុំមានប៉ុណ្្នឹងឯងសូមបញ្ជាក់ម្ដងទៀតបើសិនជាលោកប៉ាអ្នកម៉ាក់ត្រូវការបបរឬក៏ផ្លែឈើកញ្ចប់សម្រាប់ខ្ញុំទុកចិត្តហើយខ្ញុំសូមណែនាំផលិតផល Bubs មកពីប្រទេសអូស្ត្រាលីអរគុណច្រើនលោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាជម្រាបលា